តាមដងផ្លូវតូចនៅជនបទក៏រកដណ្ដប់ទៅដោយមនុស្សជាប្រជិំប្រជែងដោយជាកំពុងសងប៉ុនមើលវាច្រើនដាក់ជើងខាងណារត់ទៅសម្រាប់អរិយាកាសទៅណាស្រុកនៃទីនេះដូចជាស្ងប់ស្ងាត់ណាស់តំណងជាគេជិះដំណើរទៅធ្វើការអត់ទៅមើលចង់ដើមខ្នុរមួយដើមផ្លែធំធំរណងបង្ហើរសជាតិក្លិនក្រអូបឈ្ងុយឈ្ងុំដូចជាបង្គាប់ប្រកែពិសាក៏ព្រួយស្វាគមន៍យើងហើយខ្ញុំលោកណាត់នេះម្នាក់កំពុងកាត់ខ្ញីនៅផ្ទះមួយខ្នងដែលកំពុងសាងសង់នេះថាកូនចៅទៅនាំគ្នាចេញទៅវាទៅការអស់ហើយនេះដល់ខ្ញីត្រូវធ្វើបាយមកពុកពេលរសៀលទទួលកូនចៅពេលមកពីធ្វើការនឹងហើយនៅសេះសល់ខ្លះនេះយកអវតារលោករកកំបិលវិជ័យបានខ្លះខ្លះក្រមកម្ដៅប្រាចិត្តចិត្តបិឆោប្រមូលពូជាកំបងម្នាក់ខ្ញុំធ្វើការយ៉ាងប្រញែកគាត់កំពុងអាចបាយអដែលជាយ៉ាងវាទៅបន្ទុកទឹកឡើងថ្មីបង្ហើរបាយអទៅមកស្វតថ្ងៃចិត្តជាងជ្រេះទៅហើយម្ដាយនឹងកូនមេគូឈរនៅមុខរោងដូចជាទន្ទឹងមើលផ្លូវមិនចាប់វាដាក់មកឲ្យស៊ីព្រោះពីព្រឹកមកតែឥឡូវវាសកលត្រឹមតែចំបើប៉ុណ្ណោះនៅរោងគោតែណាក់ស្រុកក្បែរនោះដែរវងគោគឺជាឈរអាឡ័យវាស្រារដូវសម្រាប់ចូលមកដល់ហើយពួកគេគឺជានឹកស្នូលកិនជាខ្លាំងពេលទៅជ្រុតកាត់ថ្មីក៏មិនខកអំណងដែរត្រាក់ទ័របានដឹកជញ្ជូនដំណើរតាំងគំនរបន្ទុកពេលមុខរោងនោះជាចំណីដ៏អប្រសើរសម្រាប់ពួកនាងប្រុសស្រុកនៅរដូវសម្រាប់ការរដូវសម្រាប់អ្នកស្រុកនៅជនបទដូចជាប្រញាប់កង្កាទៅរកមើលយកគេកំពុងប្រើប្រាក់ទេជួបឆាយជីចូលដែលសាច់ពីអាណាជួយពុកនេះបន្ទុកដាក់ពេលរដែយកទៅដាក់ដំណើរបានវាស្រីកង្កា
ទេបានបង្កលក្ខណៈងាយស្រួលដល់អ្នកគ្រប់ក្នុងការធ្វើដំណើរចាត់ឡានមើលខែស្រ័យប្រតិការចំណាយដំណើរបានប្រសើរគឺជាប្រតិទស្សនីយភាពដ៏ប្រពៃវាស្រ័យលូររួយដែលរំលេចទៅដល់បានណាមធៀវរណាមានដំឡូងអណ្ដែតដីនិងដំណាំនានាកំពុងកំពុងកំណត់ដល់ដូចជាតបស្នងដល់ដំណើរការចាត់គិតของការរក្សារបស់អ្នកទីនេះក្រៅពីដំណាំដើមដុះនៅរដូវសម្លអ្នកស្រុកមិននៅទំនេរទេវាស្រែដែលអាចធ្វើស្រែបានគេបានធ្វើស្រែក្នុងរដូវប្រឡាយមកទឹកបំពេញស្រែគូយ៉ាងពីមួយថ្ងៃដើម្បីសាកព្រោះទៅថ្មីប្រព័ន្ធរដូវកាលរដូវសម្លនៅជនបទពិតជាស្មុគស្មាញណាស់តែសកម្មភាពប្រកបដោយជីវកម្មបាន